បាទជំរាបសួរថ្ងៃហ្នឹងអ្នកនាងអត់ទៅធ្វើការទេឬថ្ងៃហ្នឹងនាងទំនេរមែនទេសុភីបើសិនជានាងទំនេរខ្ញុំនឹងអញ្ជើញនាងទៅញ៉ាំបាយមួយពេលតើនាងមានយោបល់យ៉ាងណាដែរបើមិនទាស់ខុសទេខ្ញុំនឹងប៉ាវម៉ាយសុភីមួយពេលចុះតើយល់ព្រមទេសុភីសុំសុភីឆ្លើយមកចាមិនអីទេសុភាពខ្ញុំអរគុណហើយដែលបានប៉ាវបាយឲ្យខ្ញុំមួយពេលតែថ្ងៃហ្នឹងខ្ញុំប្រាប់សុភាពថាខ្ញុំមិនទំនេរទេចាំថ្ងៃក្រោយចុះណាសុភាពសុំទោសផងដែលខ្ញុំមិនទំនេរចាំថ្ងៃក្រោយចុះកុំខឹងអីណាសុភាពខ្ញុំលាសុភាពសិនហើយព្រោះអីខ្ញុំប្រញាប់មានការងារដែលត្រូវធ្វើច្រើនណាស់